សួស្តីបងប្អូនគ្នាឥឡូវខ្ញុំបង្ហាញបងប្អូនគ្នាពីដើមដល់ចប់ហ្មងរបៀប upload វីដេអូចូលទៅកាន់ YouTube នាពេលបច្ចុប្បន្នបាទដោយសារ YouTube ឥឡូវធ្វើការ update ហើយបាទអញ្ចឹងគឺយើងធ្វើការ update ទាំងអស់គ្នាបាទទីមួយយើងចូលទៅកាន់ create ហើយយើងចុច upload វីដេអូហើយយើងជ្រើសរើស file ដែលយើងបានថតបាទឥឡូវយើងរកវីដេអូដែលយើងបានថតទៅអូខេឥឡូវខ្ញុំរកវីដេអូសិនអូខេនេះអូខេឥឡូវខ្ញុំចាប់ផ្ដើមធ្វើកន្លែងនេះគឺខ្ញុំអាចប្រើជាមួយនឹង ChatGPT បានបាទអូខេgive me code title for more high income បាទចាំមើលថាយើងឲ្យ YouTube ហ្នឹងសំទោស ChatGPT ហ្នឹងប្រាប់យើងថាតើចំណងជើងណាដែលវាមានតម្លៃវាខ្ពស់ដែរបាទចំណូលអញ្ចឹងគេ recommend ឲ្យយើងឯនេះបាទនេះ YouTube channel អានេះ SEO keyword line អូខេអានេះវា SEO ខ្ពស់អានេះ strong recommend មានថាគេ recommend ចំណងជើងមានច្រើនអ្នកចំណងជើងឲ្យមានច្រើនចេះណាចំណងជើងវាឲ្យច្រើនមែនតើប៉ុន្តែអ្វី recommend ខ្លាំងជាងគេអ្នក YouTube update 2021 how to create professional thumbnail in YouTube Studio easy beginner អញ្ចឹងគឺយើងយកតែម្ដងបាទអត់និយាយចែកច្រើនទេ copy យកមកអញ្ចឹងវាល្អជាងអានេះយកល្អជាងចំណងជើងរបស់យើងអញ្ចឹងយើងផាសចូលហ្មងមកប៉ុន្តែវាលើសបាទវាលើសមកអក្សរចឹងខ្ញុំដកកន្លែងនេះដកគឺកន្លែងចុចបែបាទហ្នឹងគ្រប់100ហើយខ្ញុំ copy អានេះខាងក្នុង keyword នេះតែម្ដងមក description តែប៉ុត description យើងចេះក៏បានដែរនេះ give me summary 100 word for description អត់ចេះសរសេរ copy មកមកនេះ description ណាសរសេរមក description D E S C R I S I O N ត្រូវទេខុស description D I S មិនចេះសរសេរអង់គ្លេសទេ D I S C R I D E S C R I នេះ description អូខេឥឡូវយើងចាប់ផ្ដើមឲ្យ ChatGPT នឹងយក subscript description យើង100ពាក្យបាទអញ្ចឹងយើង copy ទៅហ្មងណាបាទឲ្យផាសចូលមកលុបហើយអ្វីដែលបងប្អូនត្រូវធ្វើនោះមាន auto generate ឡើងនេះ auto generate ហ្នឹងគឺ YouTube ធ្វើការជ្រើសរើសក្នុងចំណោម3ឲ្យយើងបាទដែលយើងត្រូវការជ្រើសរើសអូខេមួយទៀតគឺយើងអាចរើស playlist ជាមួយនឹងផ្សេងទៀតណាបាទរើស playlist បាននេះអានេះ YouTube update អញ្ចឹងកន្លែងនេះគឺអាចយើងរើសថា YouTube update បាទមាន YouTube update អត់អូខេឥឡូវខ្ញុំសរសេរ update បាទអត់មានឲ្យបង្កើតថ្មីបានបាទយើងបង្កើត YouTube update អូខេ public create យកតែម្ដងហើយយើងចុច next បន្តចុចតាន់សិន next បន្តទៀតហើយចម្លើយនេះ monetization on ហើយ channel ខ្លះធ្វើការ update ខុសពីនឹងទៀតបងប្អូនណាដោយសារ channel មួយចំនួនទៅតែចាប់ផ្ដើម update ហើយ channel ខ្លះ update រួចហើយអញ្ចឹងការ upload វីដេអូមានខុសប្លែកគ្នាតិចតួចសម្រាប់បងប្អូនអរគ្នាដែលមានការ update ថ្មីហើយវាស្រួលទេតែបងប្អូនខ្លះក៏អត់នៅអូខេឡើយនេះអត់ទៅទេដែលយើង submit rate ម្ដងទៀតតើអត់អ្នកដែលមាន channel រលុយប្រយ័ត្នអត់ចេះ update ឡើងហ្នឹងបាទហើយទូទៅគេ recommend ឲ្យយើងប្រើ end screen end អីចឹងឲ្យវាឆាប់រែងណាបាទនេះយើងអាចចុច end screen យើងអាចជ្រើសរើសជាមួយនឹងវីដេអូ specification អូខេបាទឥឡូវទៅយើងធ្វើឲ្យអស់ក្បួនដែលគេចង់បាននេះ add card add quit សំណួរចម្លើយអីច្រើនណាបាទ
បើអត់ធ្វើទេក៏អត់អីដែរទៅមុខទៀតអានេះអត់មានចោល copyright អត់មាន issue ខុសគោលការណ៍របស់ YouTube ទេចុច next បន្តទៀតអានេះកន្លែងនេះគឺយើងចុច public ទៅតែម្ដងឬក៏យើងអាចដាក់ private setting ក៏បានដែរចំពោះបងប្អូនគ្នាដែលធ្វើលក្ខណៈvlog បើអីនិយាយទៅព្យាយាមឲ្យវាជា private សិនដើម្បីឲ្យ YouTube ហ្នឹងគេឆែកវីដេអូយើងថាតើវីដេអូយើងគួរតែដាក់ពាណិជ្ជកម្មបែបម៉េចឲ្យត្រូវដាក់ទៅត្រូវហ្មងតែបើសិនបងប្អូនគ្នាផុសភ្លាម public ភ្លាមវាអាចខុសទម្រង់ពាណិជ្ជកម្មឬក៏ពាណិជ្ជកម្មហ្នឹងអត់តន់ចូលមកត្រឹមត្រូវទេឬក៏អត់តែម្ដងពេលគេបើកទៅអត់មានទេដោយសារ YouTube ត្រូវមើលសិនថាតើវីដេអូប្រភេទហ្នឹងគួរតែដាក់ពាណិជ្ជកម្មអីដោយសារឥឡូវឲ្យ AI ចាប់ច្រើនណាអញ្ចឹងយើងគួរតែដាក់ private កន្លែងនេះគឺខ្ញុំបង្ហាញបងប្អូននេះពាក់ព័ន្ធនឹងការធ្វើ thumbnail បន្តិចអញ្ចឹងការធ្វើ thumbnail នេះដំបូងបងប្អូនចុចមើលនេះសិនបើសិនបងប្អូនគ្នាមានជាប់អញ្ចេះនេះខ្ញុំធ្វើ thumbnail សម្បីខ្មែរក៏ពីស្គាល់ដែរ thumbnail អញ្ចេះហើយជួនកាលបងប្អូននេះចុច suggestion ទៅវាអត់ទាន់ធ្វើ thumbnail ភ្លាមទេវាចាប់យកអាទិន្នន័យចាស់នេះអញ្ចឹងកន្លែងនេះមុននឹងចុចបងប្អូននេះចុចកន្លែងនេះសិន new conversation តើវា new conversation ហើយយើងចុចថា get suggestion បាទអញ្ចឹងនៅពេលដែលយើងចុច get suggestion ហ្នឹងគឺគេនឹងធ្វើឲ្យយើងតែម្ដងអញ្ចឹងកន្លែងនេះអញ្ចឹងបងប្អូននេះអាចឲ្យ ChatGPT ហ្នឹងធ្វើ thumbnail please design YouTube thumbnail for អូខេប៉ុណ្ណឹងមកអូខេ enter បន្តទៀតអញ្ចឹងChatGPT នឹងធ្វើឲ្យជាមួយយើងជាមួយ ChatGPT ហើយជាមួយនឹង design នៅក្នុង YouTube Studio ផ្ទាល់តើមួយណាស្អាតជាងមួយណាអញ្ចឹងបច្ចុប្បន្នការធ្វើ thumbnail គឺងាយស្រួលមែនទែនដោយមិនចាំបាច់ចេះ Photoshop ឬក៏ប្រើកម្មវិធីផ្សេងទេគឺយើងអាចប្រើនៅក្នុង YouTube Studio ផ្ទាល់តែម្ដងឬក៏បងប្អូននេះអាចប្រើជាមួយនឹង ChatGPT ធ្វើនៅ thumbnail ហ្នឹងតែម្ដងហើយ thumbnail ហ្នឹងវាអាចជាភាសាខ្មែរក៏បានភាសាអង់គ្លេសក៏បានបើសិនជាភាសាខ្មែរហ្នឹងវាអត់ច្បាស់ឬក៏សរសេរអត់ត្រូវទេបងប្អូននេះអាចឲ្យវាលុបចេញវិញយើងយកទៅអង់គ្លេសទៅបានហើយបាទព្យាយាមធ្វើជាភាសាអង់គ្លេសល្អជាងភាសាខ្មែរសម្រាប់យើងគោលដៅយើងឲ្យបរទេសតែបងប្អូននេះគិតថា content បងប្អូននេះសម្រាប់អក្សរដល់ប្រជាជនខ្មែរមើលអានដាច់មើលឃើញបងប្អូននេះអាចដាក់អក្សរខ្មែរបានតែបើខ្ញុំនិយាយថាពាក់ព័ន្ធនឹង AI ជាងកាលវាអត់ស្គាល់ដៃជើងយើងត្រឹមត្រូវទេអញ្ចឹងវាអាចមានការខុសអញ្ចឹងបងប្អូនដាក់ទាំងខុសវាអាចខុសទៅជាន់ខុសអាហ្នឹងអានេះគាត់ជារបស់ខ្ញុំទេបាទតោះឥឡូវយើងធ្វើទាំងអស់គ្នាអញ្ចឹងរយៈពេលវាអត់ប្រើពេលយូរប្រហែលដែរទេតោះឥឡូវយើងមើល design នៅក្នុង YouTube Studio ហើយជាមួយនឹង design នៅក្នុង ChatGPT ឥឡូវ ChatGPT រួចរាល់ហើយចឹងនៅ YouTube Update 2026 How to create professional thumbnail in YouTube Studio បាទបលចឹងមកហើយរូបភាពមានអីចឹងមកហើយចឹងយើងអាច save យកបានដើម្បីយកទៅដាក់ឥឡូវយើងរងចាំជាមួយនឹង YouTube Studio គួរសមបាទរៀងយូរគួរសមដែរអានេះយកជាង ChatGPT អូខេឥឡូវមកដល់ហើយនេះអូខេ simple បាទ simple មែនតើបើគេឲ្យពី option នេះ new AI update easy way all way បាទឥឡូវយើងគួរយកមួយណាសម្រាប់បងប្អូនទាំងអស់គ្នាគួរតើយកមួយណាឥឡូវហ្នឹង create thumbnail no Photoshop បាទឥឡូវយើងយកមួយណានេះអានេះហើយនឹងអានេះយកមួយណាឥឡូវខ្ញុំគិតថាខ្ញុំយកតាមណាចេះChatGPT យកមកពីណារូបនេះអូខេឥឡូវខ្ញុំយកតាម ChatGPT ចុះហើយខ្ញុំដាក់ចូល upload file ហើយខ្ញុំយកតាម ChatGPT អូខេ upload ចូលអូខេហើយខ្ញុំបិទចោលវិញហើយខ្ញុំចុច save បាទអូខេណាអញ្ចឹងជាការជ្រើសរើសបងប្អូនគ្នាទេតើប្រើ ChatGPT
ឬក៏ប្រើជាមួយនឹង studio ផ្ទាល់ YouTube Studio ផ្ទាល់ជាការ design របស់គេគឺសាមញ្ញមែនទែនហើយគេផ្ដោតទៅលើ policy វាច្រើនតែ ChatGPT អត់សូវខ្វល់ទេអត់សូវខ្វល់ជាមួយនឹង policy YouTube ទេណាបាទប៉ុន្តែ YouTube Studio ពេលដែលយើងបង្កើតនៅ thumbnail វាគិតទៅលើpolicy របស់ YouTube Studio របស់ YouTube បាទអញ្ចឹងវារៀងមកសាមញ្ញទេវាអត់ដូច ChatGPT វាលេងលុចសេរីទេបាទអរគុណច្រើនសង្ឃឹមថាបងប្អូននឹងអាចធ្វើបានទាំងអស់គ្នាអរគុណជួបគ្នាវីដេអូក្រោយបន្តទៀត